រៀបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះនីតិវប្បធម៌និងវិចិត្រសិល្បៈនឹងនាំអារម្មណ៍អ្នកស្ដាប់ទៅស្គាល់អំពីវត្តអារាមនានានៅតាមបណ្ដោយស្ទឹងសង្កែនៃខេត្តបាត់ដំបងប៉ុន្តែមុននឹងទៅស្គាល់អំពីឈ្មោះវត្តអារាមទាំងនោះយើងត្រូវស្គាល់អំពីប្រវត្តិដងស្ទឹងសង្កែជាមុនសិនលោកអ្នកប្រកាសជាបានលើឈ្មោះដងស្ទឹងសង្កែរួចមកហើយតាមរយៈបទចម្រៀងរបស់អធិរាជសំឡេងមាសស៊ិនស៊ីសាមុតរាជិនីសំឡេងមាសនិងតារាចម្រៀងកវីនិពន្ធនានាតើដងស្ទឹងសង្កែមានប្រវត្តិយ៉ាងណាខ្លះយោងទៅតាមសៀវភៅបាត់ដំបងសម័យលោកម្ចាស់ទំព័រ39បានរៀបរាប់ថាស្ទឹងសង្កែជាស្ទឹងដ៏សំខាន់ហូរកាត់ទីប្រជុំជនខេត្តបាត់ដំបងស្ទឹងនេះមានប្រភពនៅភ្នំទឹកព្រើដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់បៃលិនដែលគេហៅថាស្រុកលើមានស្ទឹងតូចៗជាច្រើនហូរចាក់មកដូចជាអូក្បាលក្របីអូគូគីស្ទឹងក្រញូងអូស្ពានអូត្រែងអូអណ្ដូងស្ទឹងកំពង់គុលឡាក់ការដាំឡើយនៅប្រមាណ3គីឡូម៉ែត្រខាងត្បូងទីប្រជុំជនបាត់ដំបងស្ទឹងសង្កែហូរបែកជាពីរគឺអូដំបងនិងអូសង្កែតែក្រោយមកគេបានចាត់ចែងទុកស្ទឹងអូដំបងនេះដើម្បីឲ្យទឹកហូរមកតែមួយផ្លូវតាមស្ទឹងដដែលដែលហូរកាត់ទីប្រជុំជនបាត់ដំបងតាមសេចក្តីដំណើររបស់ចាស់ទុំបាននិយាយថាស្ទឹងសង្កែកាលពីដើមជាស្ទឹងតូចមួយមានទទឹងប្រហែល4ទៅ5ម៉ែត្រត្រង់មុខវត្តសង្កែតាមសេចក្តីដំណើររបស់ចាស់ទុំបាននិយាយថាស្ទឹងសង្កែកាលពីដើមជាស្ទឹងតូចមួយមានទទឹងប្រហែល4ទៅ5ម៉ែត្រត្រង់មុខវត្តសង្កែហើយមានដើមសង្កែដុះទេទៅត្រើយម្ខាងហេតុនេះហើយបានជាដីត្រង់នោះគេហៅថាគុំសង្កែដរាបតទៅទៀតគេក៏បានសាងវត្តនេះឡើងហៅថាវត្តសង្កែដូច្នេះនាពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកស្ដាប់ឲ្យស្គាល់វត្តអារាមនានានៅតាមបណ្ដោយស្ទឹងសង្កែដោយចាប់ផ្ដើមពីវត្តសង្កែទៅវត្តឥន្ទ្រាធិបតីឬវត្តសង្កែវត្តស្វេតឆ័ត្រគុណជាជ័យឬវត្តដំរីសវត្តពោក្នុងវត្តពោវាលវត្តមនីរតនារាមឬវត្តកែវវត្តគោវត្តភិបតិរាមវត្តវិបោស្ថារាមហៅវត្តកណ្ដាលវត្តកណ្ដឹងនិងមានវត្តអារាមជាច្រើនទៀតដែលយើងសន្យានឹងលើកយកមកបង្ហាញនៅពេលក្រោយសូមជម្រាបលោកអ្នកស្ដាប់ផងដែរថាយើងបានជ្រើសរើសរូបព្រះវិហារឧបោសថមុនសម័យសង្គ្រាមវត្តឥន្ទ្រាធិបតីឬវត្តសង្កែធ្វើជានិមិត្តសញ្ញានៃគេហទំព័ររបស់យើងនៅក្នុងចំណោមវត្តដែលលោកអ្នកបានស្គាល់ឈ្មោះនិងបានឃើញរូបភាពក្នុងវីដេអូនេះនៅមានវត្តអារាមដូចជាវត្តស្វេតឆ័ត្រគម្ពីរជ័យឬវត្តដំរីសវត្តមនីរតនារាមឬវត្តកែវវត្តគោវត្តវិភិធារាមវត្តវិបោស្ថារាមហៅវត្តកណ្ដាលវត្តកណ្ដឹងវត្តបាឡាត់វត្តភ្នៅសុទ្ធតែជាវត្តអារាមដែលបន្សល់ទុកនៅរោងឧបោសថឬជាព្រះវិហារបុរាណដែលបង្ហាញពីសិល្បៈដ៏វិចិត្រនៃស្ថាបត្យកម្មសំណង់វិហារកាលពីសម័យបុរាណតាមរយៈតបទខាងលើនេះយើងសង្កេតឃើញថាដូនតាយើងពីសម័យបុរាណតែងតែនិយមសាងសង់វត្តអារាមនានានៅតាមបណ្ដោយស្ទឹងសង្កែហេតុអ្វីបានជាចាស់បុរាណនៅខេត្តបាត់ដំបងលោកនិយមសាងសង់វត្តអារាមនាតាមបណ្ដោយស្ទឹងសង្កែតើប្រិយមិត្តអ្នកស្ដាប់យល់យ៉ាងណាដែរបន្ទាប់ពីស្ដាប់អត្ថបទនេះហើយ